សួស្តីទាំងអស់យើងស្វាគមន៍សាជាថ្មីមកកាន់ផ្នែកនីតិសាស្ត្រដែលជាមូលដ្ឋានគ្រឹះឆ្នាំទី1និងចំណេះដឹងផ្នែកច្បាប់របស់យើងដែលនិស្សិតកំពុងតែសិក្សាមូលដ្ឋានគ្រឹះនៃឆ្នាំទី1ក៏បីស្វែងយល់ហើយក្នុងថ្ងៃនេះដែរខ្ញុំនឹងមកបង្រៀនដល់ទាំងអស់គ្នាពីមេរៀនបែបជាយុទ្ធសាស្ត្រវិញម្ដងទៀតសោះមេរៀនបែបយុទ្ធសាស្ត្រនេះជាក់ស្ដែងក៏យើងត្រូវការឆ្លៀសយល់ការស្វែងយល់ដែលខ្ញុំបានធ្វើវីដេអូកន្លងមកទាក់ទងនឹងប្រព័ន្ធច្បាប់ Common Law ដែលយើងទៅមើលទៅដែលគេបែបកាត់ក្តីឬក៏ស្វែងរកយុត្តិធម៌ដោយវិធីសាស្ត្រដោយយុទ្ធសាស្ត្រជាក់ស្ដែងដែលនៅក្នុងការតម្រូវឲ្យឈ្នះក៏យើងត្រូវការយុទ្ធសាស្ត្រដែរអញ្ចឹងយុទ្ធសាស្ត្រនេះទៀតសោតគឺជាផ្នែកមួយនៃប្រព័ន្ធច្បាប់ដែរអញ្ចឹងហើយផ្នែកទី1គឺយើងត្រូវសិក្សាអំពីសញ្ញានៃយុទ្ធសាស្ត្រអញ្ចឹងបានគេនិយាយថាយុទ្ធសាស្ត្រមិនត្រូវចាប់ទុកជាប្រភពនៃនីតិទេជាដំបូងយើងនឹងកំណត់ពីនិយមន័យរបស់យុទ្ធសាស្ត្រហើយបន្ទាប់មកទៀតយើងនឹងធ្វើការសិក្សាទៅលើទូនីតិរបស់យុទ្ធសាស្ត្រនៅក្នុងនីតិខ្មែរឧទាហរណ៍ថាយុទ្ធសាស្ត្រដឹកនាំមនុស្សទៅរកភាពជោគជ័យជាដើមហើយយុទ្ធសាស្ត្រនីតិសោកមិនមែនជាប្រភពនៃច្បាប់ទេឬក៏មិនមែនជាប្រភពនៃនីតិប្រាស់តែច្បាប់អញ្ចឹងវាជាយុទ្ធសាស្ត្រដើម្បីដឹកនាំមនុស្សទៅរកភាពជោគជ័យដឹកនាំយុទ្ធសាស្ត្រក្នុងសង្គ្រាមក្តីដឹកនាំយុទ្ធសាស្ត្រនៅក្នុងមុខជំនួញក្តីវាមិនមែនជាប្រភពនៃច្បាប់ទេហើយក៏មិនមែននីតិរបស់ខ្មែរដែរហើយយើងនឹងមកឲ្យនិយមន័យ 1.1 និយមន័យនៅក្នុងនៃយុទ្ធសាស្ត្រសង្គ្រាមវិញម្ដងយុទ្ធសាស្ត្រគឺជាសិល្បៈនៃការដឹកនាំនិងការធ្វើសកម្មភាពទាំងឡាយនៅក្នុងបំណងបង្កើតនូវលទ្ធភាពនៃការទទួលលទ្ធផលជោគជ័យក្នុងមុខជំនួញយុទ្ធសាស្ត្រគឺជាការរៀបចំសកម្មភាពសរុបរបស់ក្រុមហ៊ុនមួយដើម្បីបង្កើតនៅចរន្តភាពនៃភាពខ្លាំងក្នុងការប្រកួតប្រជែងនិងសម្រេចបាននៅការសម្ដែងសកម្មភាពដ៏ឆ្នើមផងដែរហើយចំពោះយុទ្ធសាស្ត្រនៅក្នុងប្រព័ន្ធច្បាប់អង់គ្លេសគឺសំដៅទៅលើដំណោះស្រាយទាំងឡាយដែលអ្នកច្បាប់បានទាញចេញពីការអនុវត្តនៅសកម្មភាពរបស់ខ្លួនច្បាប់អង់គ្លេសដូចខ្ញុំមិនតម្រូវឲ្យតែអ្នកទាំងអស់គ្នាទៅមើលក្នុងប្រព័ន្ធច្បាប់ Common Law ដូចគ្នាដែរដែលជាប្រព័ន្ធច្បាប់អង់គ្លេសការកាត់ក្តីទៅលើយុទ្ធសាស្ត្រជាក់ស្ដែងនឹងឯងសកម្មភាពការប្រព្រឹត្តបទល្មើសអីហ្នឹងគឺសុទ្ធសឹងតែជាយុទ្ធសាស្ត្រទាំងអស់ម្យ៉ាងវិញទៀតនោះនៅក្នុងនៃនីតិសាស្ត្របច្ចុប្បន្នពាក្យថាយុទ្ធសាស្ត្រមានអត្ថន័យច្រើនយ៉ាងទាំងក្នុងន័យទូលាយទាំងក្នុងន័យចង្អៀតក្នុងន័យទូលាយយុទ្ធសាស្ត្រជាបណ្ដាសេចក្តីសម្រាប់ទាំងឡាយរបស់តុលាការក្នុងន័យចង្អៀតគឺយុទ្ធសាស្ត្រជាសេចក្តីសម្រេចរបស់តុលាការលើបញ្ហាច្បាប់ណាមួយដែលមានភាពស៊ីចង្វាក់គ្នាគ្រប់គ្រាន់យើងចូលមកដល់ផ្នែកទី2ទូនីតិរបស់យុទ្ធសាស្ត្រជាគោលការណ៍យុទ្ធសាស្ត្រមិនបង្កើតនីតិទេសម្រាប់ប្រព័ន្ធច្បាប់ Civil Law របស់យើងខ្ញុំឧទាហរណ៍ឲ្យយល់ថានៅក្នុងច្បាប់យើងមានក្រមនីតិវិធីព្រហ្មទណ្ឌក្រមព្រហ្មទណ្ឌនៃប្រជាណាចក្រកម្ពុជារបស់យើងអញ្ចឹងយុទ្ធសាស្ត្រគ្រាន់តែជាអ្នកដើរទូនីតិផ្គប់ផ្សំតែប៉ុណ្ណោះឧទាហរណ៍ថាមានករណីឃាតកម្មកើតឡើងអញ្ចឹងគេត្រូវស្វែងរកយុទ្ធសាស្ត្រតើនរណាជាអ្នកសម្លាប់ហើយយើងត្រូវមានការដោះស្រាយវាយ៉ាងម៉េចប្រកបណាស់យើងពិតជាស្វែងរកយុទ្ធសាស្ត្រដើម្បីធ្វើយ៉ាងម៉េចឲ្យដឹងថាតើនរណាជាអ្នកសម្លាប់យើងឈានមកដល់ចំណុច 2.1 អវត្តមាននៃភារៈបង្កើតច្បាប់របស់យុទ្ធសាស្ត្រអញ្ចឹងសេចក្តីសម្រេចរបស់តុលាការនៅក្នុងប្រព័ន្ធច្បាប់ Civil Law មិនបង្កើតច្បាប់ទេពោលគឺទូនីតិរបស់ចៅក្រមគ្រាន់តែជាអ្នកអនុវត្តច្បាប់មិនមែនជាអ្នកបង្កើតច្បាប់ដោយប្រព័ន្ធច្បាប់ Common Law ទេយើងផ្អែកតាមមាត្រា129ថ្មីនៃរដ្ឋធម្មនុញ្ញឆ្នាំ1993ការជំរះក្តីផ្ដល់យុទ្ធសាស្ត្រត្រូវធ្វើឡើងក្នុងនាមជាប្រជាពលរដ្ឋខ្មែរតាមនីតិវិធីនិងស្ថិតនៅក្រោមច្បាប់ជាធរមានច្បាប់ណាក៏ដោយបង្កើតឡើងដែលមានប្រសិទ្ធភាពត្រូវច្បាប់នោះក៏ត្រូវចូលជាធរមានដែរដូចខ្ញុំបានបញ្យល់រៀបរាប់ពីវីដេអូដើមមុនអញ្ចឹងហើយចៅក្រមទៀតសោគាត់ដែលជាអ្នកបំពេញភារកិច្ចគ្រប់ច្បាប់យ៉ាងម៉ឺងម៉ាត់មិនគ្រប់កាតព្វកិច្ចបានទេនៅក្នុងការអនុវត្តច្បាប់ឲ្យម៉ឺងម៉ាត់នោះហើយក៏មានការដាក់ទណ្ឌកម្មតាមរយៈផ្លូវបណ្ដឹងមានន័យថាការរំលោភវិធាននីតិជាមូលហេតុដែលនាំឲ្យទៅសាលាឧទ្ធរណ៍កែប្រែក្រមរបស់តុលាការខេត្តក្រុងនិងជាមូលហេតុដែលបើកសិទ្ធិឲ្យភាគីរងគ្រោះប្តឹងទៅតុលាការកំពូលជាសក្ខីភាពក៏យើងឈានមកដល់ចំណុច 2.2 ទូនីតិបន្ទាប់ផ្សំជាគោលការណ៍យុទ្ធសាស្ត្រមិនមែនជាប្រភពនៃនីតិខ្មែរទេដោយខ្ញុំបានរៀបរាប់ខាងដើមមកអញ្ចឹង
បពន្ធច្បាប់ common law គឺភាគច្រើនយុទ្ធសាស្ត្ររបស់គេគឺជាស្ដែងស្វែងរកភាពជាក់ស្ដែងនៃយុទ្ធសាស្ត្រនៅក្នុងរឿងក្តីនីមួយៗនៅក្នុងនោះដែរគឺចៅក្រមក៏ជាអ្នកបង្កើតច្បាប់ផងជាអ្នកអនុវត្តច្បាប់ផងខុសពីនីតិខ្មែរនៅក្នុងប្រព័ន្ធច្បាប់ civil law ចៅក្រមគាត់មានឆន្ទានុសិទ្ធិរបស់គាត់គឺជាអ្នកអនុវត្តច្បាប់និងបកស្រាយច្បាប់ហើយទូនីតិបន្ទាប់ផ្សំរបស់យុទ្ធសាស្ត្រត្រូវបានចែកជាពីរទី1តាមទស្សនៈច្បាប់វាជាសេចក្តីសម្រេចរបស់តុលាការមួយវិញទៀតតាមការអនុវត្តវាជាសេចក្តីសម្រេចរបស់តុលាការដើម្បីរក្សានៅសមាភិបនិងភាពជាធ្លុងមួយរវាងការសម្រេចសេចក្តីរបស់ការដាក់ទណ្ឌកម្មនៅសកម្មភាពដែលអ្នកបានប្រព្រឹត្តខុសមានច្បាប់ចែងនៅក្នុងច្បាប់ចែងដោយធ្វើយ៉ាងណាឈរទៅលើការដាក់ទណ្ឌកម្មឲ្យមានភាពធូរល្មមនិងអំពើដែលបុគ្គលនោះបានប្រព្រឹត្តនឹងឯងជាស្ដែងឧទាហរណ៍ថាបុគ្គលដែលលួចគេគាត់ត្រូវជាប់ទោសពីប្រមាណពីន័យជាប្រមាណហើយស្រាលក៏ធ្ងន់ជាចុងក្រោយនេះនឹងឈានមកដល់សេចក្តីសន្និដ្ឋានបញ្ចប់ជារួមយុទ្ធសាស្ត្រគឺជាសេចក្តីសម្រេចទាំងឡាយរបស់តុលាការដែលមានលក្ខណៈស៊ីចង្វាក់គ្នាគ្រប់គ្រាន់ម្យ៉ាងវិញទៀតយុទ្ធសាស្ត្រមិនបង្កើតនីតិទេដោយខ្ញុំនិយាយខាងដើមថាយុទ្ធសាស្ត្រគ្រាន់តែជាវិធីសាស្ត្រយុទ្ធសាស្ត្រយ៉ាងណាដើម្បីឲ្យទទួលបានភាពជោគជ័យឧទាហរណ៍ថាយុទ្ធសាស្ត្រធ្វើជំនួញយុទ្ធសាស្ត្រក្នុងការដឹកនាំទ័ពយុទ្ធសាស្ត្រក្នុងការដឹកនាំមនុស្សគឺគ្រាន់តែដើរតួនាទីគប់ផ្សំប៉ុណ្ណោះពោលគឺការកាត់សេចក្តីផ្អែកតាមឆន្ទានុសិទ្ធិរបស់ចៅក្រមជាអ្នកអនុវត្តច្បាប់តែបើចៅក្រមមិនកាត់សេចក្តីដើម្បីស្វែងរកយុត្តិធម៌នោះទេចៅក្រមនឹងត្រូវជាប់ទោសពីបទមិនព្រមកាត់សេចក្តីស្វែងរកយុត្តិធម៌ឲ្យបុគ្គលដែលខាតប្រយោជន៍ក្នុងរឿងនេះក្នុងការដើរតួនាទីបន្ទាប់ផ្សំផងដែរយុទ្ធសាស្ត្រត្រូវបានបែងចែកជាពីរគឺតាមទស្សនៈច្បាប់និងតាមការអនុវត្តផ្ទាល់ជាក់ស្ដែងក្នុងចំណុចដែលទាំងនេះវាពិតជាមានសារៈសំខាន់ផងដែរសម្រាប់ចូលរួមនៅក្នុងការយល់ដឹងពីច្បាប់ដោយសារតែទាំងអស់នេះក៏យើងត្រូវឆ្លងកាត់ការសិក្សាអំពីនីតិផងដែរពីព្រោះថាពេលនីតិគេរៀបរាប់ឆ្លុះបញ្ចាំងពីបញ្ហានៃច្បាប់របស់យើងជាចុងក្រោយវីដេអូរបស់ខ្ញុំបានក៏ឈានដល់ទីបញ្ចប់បើសិនជាខ្ញុំបានបង្រៀនទៅមានការខ្វះខាតឬក៏មិនមានការបត់បែនកន្លែងណាមួយវារៀងខុសរៀងឆ្គងសូម comment ដើម្បីស្ថាបនាឡើងវិញហើយក៏សូមជូនពរអ្នកដែលជានិស្សិតខិតខំប្រឹងប្រែងរៀនសូត្រស្វែងរកចំណេះដឹងទៅកាន់អនាគតដ៏ភ្លឺស្វាងវីដេអូថ្ងៃនេះក៏ឈានដល់ទីបញ្ចប់សូមអរគុណ